សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់មួយចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងតាមដានទស្សនាវីដេអូរបស់ខ្ញុំទុកជាការកម្សាន្តក៏ដូចជាការសិក្សាស្រាវជ្រាវបន្ថែមផងដែរដែលពេលនេះខ្ញុំចង់លើកលំហាត់មួយដែលជាប្រភេទលំហាត់ប្រឡងជ្រើសរើសគួតប្រជែងផ្សេងដូចជាប្រឡងអាហារូបករណ៍ប្រឡងគ្រូកម្រិតឧត្តមនិងប្រឡងផ្សេងជាច្រើនទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរឥឡូវយើងទៅមើលលំហាត់របស់យើងទាំងអស់គ្នាបាទឥឡូវយើងមកមើលលំហាត់របស់យើងគេថាចំពោះគ្រប់ n ជារបស់ n ផ្កាយគេតាំង 2n ស្មើនឹង1លើ n factorial integral កំណត់ពី0ទៅ1នៃកន្សោម1ដក t ស្វ័យគុណ n សេគុណ t dt សំណួរករកទំនាក់ទំនងរវាង 2n និង n បូក1រួចទាញឲ្យបានថា 2n ស្មើនឹងដក1ដកផលបូក p ស្មើ1រហូតដល់ n នៃ1លើ p factorial សំណួរខបង្ហាញថាគ្រប់ n ជារបស់ n ផ្កាយ 2n របស់យើងគឺស្ថិតនៅក្នុងចន្លោះពី0ទៅដល់លើ n factorial រួចទាញថា limit ពេលដែល n ខិតជិតបូកអនន្តនៃកន្សោមដកផលបូក p ស្មើ0រហូតដល់ n 1លើ p factorial ស្មើ0អញ្ចឹងយើងឃើញថាលំហាត់របស់យើងនេះគឺជាប្រភេទលំហាត់ Swiss integral ដែលមាន 2n អញ្ចឹងតោះយើងទៅមើលដំណោះស្រាយជាបន្តទៀតតោះឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាគេថារកទំនាក់ទំនងរវាង 2n និង n បូក1រួចទាញឲ្យបានថា 2n ស្មើនឹងដក1ដក sigma p ស្មើ1រហូតដល់ n នៃ1លើ p factorial អញ្ចឹងនៅក្នុងសមិទ្ធកម្មរបស់យើងមាន n ស្មើនឹង1លើ n factorial integral កំណត់ពី0ទៅ1នៃកន្សោម1ដក t ស្វ័យគុណ n សេគុណ t dt អញ្ចឹងនាំឲ្យយើងបាន 2n បូក1ស្មើនឹង1លើ n បូក1 factorial integral កំណត់ពី0ទៅ1នៃកន្សោម1ដក t ស្វ័យគុណ n បូក1សេគុណ t dt អញ្ចឹងដើម្បីរកទំនាក់ទំនងរវាង 2n និង n បូក1គឺយើងត្រូវធ្វើការប្រកាន់កណ្ដាល 2n បូក1មួយទៀតអញ្ចឹងបន្ទាប់ពីយើងប្រកាន់កណ្ដាល 2n បូក1រួចហើយគឺយើងនឹងត្រូវបំលែងកន្សោម integral នៃ 2n បូក1នេះតាម integral ដោយផ្នែកអញ្ចឹងដោយប្រើ integral ដោយផ្នែក integral កំណត់ពី a ទៅ b dv ស្មើនឹង v កំណត់ពី a ទៅ b ដល់ integral កំណត់ពី a ទៅ b v dy អញ្ចឹងនេះគឺជាលក្ខណៈនៃ integral ដោយផ្នែកហើយវាជា integral កំណត់អញ្ចឹងយើងតាំងអុយស្មើនឹងកន្សោម1ដក t ស្វ័យគុណ n បូក1អញ្ចឹងបន្តមកទៀតយើងនឹងធ្វើ derivative លើអង្គទាំងពីរទៅយើងបាន dy ស្មើដកគុណជាមួយនឹង n បូក1គុណជាមួយនឹង1ដក t ស្វ័យគុណ n dt ហើយយើងយក dy ស្មើជាមួយនឹងសេគុណ t dt អញ្ចឹងនាំឲ្យយើងទាញបាន v ស្មើសេគុណ t អញ្ចឹងអានេះមានន័យថាខ្ញុំធ្វើ integral លើអង្គទាំងពីរទៅខ្ញុំទាញបាន v ស្មើសេគុណ t បាទអញ្ចឹងជាបន្តទៀតយើងបានអញ្ចឹងយើងបាន 2n បូក1ស្មើនឹង1លើ n បូក1 factorial គុណជាមួយនឹងកន្សោម1ដក t ស្វ័យគុណ n បូក1សេគុណ t កំណត់ពី0ទៅ1បូក
n បូក1គុណជាមួយនឹង integral កំណត់ពី0ទៅ1នៃកន្សោម1ដក t ស្វ័យគុណ n សេគុណ t dt ចឹងស្មើនឹង1លើ n បូក1 factorial ចឹងអានេះបន្ទាប់ពីយើងគណនាមកឃើញថាស្មើដក1បូក n បូក1គុណ n factorial គុណជាមួយនឹង1លើ n factorial គុណជាមួយនឹង integral កំណត់ពី0ទៅ1នៃកន្សោម1ដក t ស្វ័យគុណ n សេគុណ t dt ចានេះខ្ញុំគុណ n factorial ហើយខ្ញុំចែក n factorial វិញដើម្បីឲ្យបានអានេះគឺជាអ៊ុយ n ខ្ញុំចង់ឲ្យវាក្លាយទៅជាអ៊ុយ n អញ្ចឹងខ្ញុំនៅខ្វះមេគុណ1លើ n factorial នេះទៀតដើម្បីឲ្យវាបានទូអ៊ុយ n ស្មើ1លើ n 1លើ n បូក1 factorial នៃគុណជាមួយនឹងដក1បូកអានេះ n បូក1គុណជាមួយនឹង n factorial វាបាន n បូក1 factorial អានេះគឺទូអ៊ុយ n ស្មើអានេះយើងគុណពលាតទៅបានដក1លើ n បូក1 factorial បូកអ៊ុយ n អញ្ចឹងយើងឃើញថាទូអ៊ុយ n បូក1នេះស្មើទៅនឹងដក1លើ n បូក1 factorial បូកអ៊ុយ n អញ្ចឹងគេថាទូអ៊ុយ n បូក1និងអ៊ុយ n គឺវាមានតំណែងគ្នាអញ្ចឹងដូចនេះតំណែងរវាងទូអ៊ុយ n និងអ៊ុយ n បូក1គឺអ៊ុយ n បូក1ស្មើជាមួយនឹងដក1លើ n បូក1 factorial បូកអ៊ុយ n អញ្ចឹងយើងទៅមើលបន្ទាប់ទៀតម្យ៉ាងទៀតយើងមានតំណែងអ៊ុយ n បូក1ស្មើនឹងដក1លើ n បូក1 factorial បូកអ៊ុយ n អានេះពីខាងលើដែលយើងបានរកមកមុនហ្នឹងគឺយើងលើកយកវាមកវិញដើម្បីយកវាមកសិក្សាឬក៏យើងអាចសរសេរអ៊ុយ n បូក1ដកអ៊ុយ n ស្មើនឹងដក1លើ n បូក1 factorial អញ្ចឹងខ្ញុំបន្តទៅទៀតនេះខ្ញុំនឹងធ្វើផលបូកលើសមភាពមួយនេះដោយខ្ញុំយកការចាប់ពី0រហូតដល់ n ដក1អញ្ចឹងមានន័យថាខ្ញុំធ្វើផលបូកលើសមភាពនេះដោយប្រើសិក្មាចាប់ពីការស្មើ0រហូតដល់ n ដក1នៃអ៊ុយកាបូក1ដកអ៊ុយកាស្មើនឹងដកសិក្មាតាមការស្មើ0រហូតដល់ n ដក1នៃទូ1លើកាបូក1 factorial បាទបន្ទាប់ពីនោះមកយើងបានអ៊ុយ1ដកអ៊ុយ0បូកអ៊ុយ2ដកអ៊ុយ1បូកចុចបូករហូតដល់ទូចុងក្រោយគឺអ៊ុយ n ដកអ៊ុយ n ដក1ស្មើនឹងដកកតាឲ្យ1លើ1 factorial បូក1លើ2 factorial បូករហូតទៅដល់បូក1លើ n factorial អញ្ចឹងទូនេះយើងអាចស៊ីសងគ្នាបានគឺអ៊ុយ1យើងអាចសម្រួលជាមួយអ៊ុយ1នេះហើយអ៊ុយ2នេះយើងអាចសម្រួលវានៅក្នុងចុចនេះដោយសារវាមានច្រើនតទៀតណាវាមិនមែនមានតែ2ទូនេះវាមានតទៅមុខទៀតអញ្ចឹងអា2យើងអាចសម្រួលនៅក្នុងនេះហើយយើងមើលបើសិនជាទូដំបូងនេះអស់ផ្នែកខាងឆ្វេងអញ្ចឹងទូចុងក្រោយប្រកបជាអស់ផ្នែកខាងស្ដាំអញ្ចឹងទូដំបូងនៅសល់ដល់អ៊ុយ0ហើយទូចុងក្រោយនៅសល់ទូអ៊ុយ n អញ្ចឹងយើងបានអ៊ុយ n ដល់អ៊ុយ0ស្មើនឹងដកនេះគឺដកនេះមេគុណដក1អញ្ចឹងអានេះយើងអាចសរសេរទៅជាការបង្រួមផលបូកដោយប្រើសញ្ញាសិក្មាគឺយើងយក p ស្មើ1រហូតទៅដល់ n នៃទូ1លើ p factorial អញ្ចឹងមានន័យថានេះបូកពី p ស្មើ1ទៅ1 2 3រហូតដល់ n អញ្ចឹងមានន័យថា p ស្មើ1រហូតដល់ n
នៃទូ1លើ p factorial ឬយើងអាចទៅសេអ៊ុយ n ស្មើអ៊ុយ0ដក sigma p ស្មើ1រហូតដល់ n 1លើ p factorial ដោយអ៊ុយ0វាស្មើនឹង1លើ0 factorial គុណជាមួយនឹង integral កំណត់ពី0ទៅ1នៃសោ1ដក t ស្វ័យគុណ0 សេគុណ t dt ដោយសារតែអានេះក៏ស្មើ1អានេះក៏ស្មើ1អញ្ចឹងនៅសល់តែ integral កំណត់ពី0ទៅ1 សេគុណ t dt អញ្ចឹងវាស្មើនឹង សេគុណ t កំណត់ពី0ទៅ1អញ្ចឹងវាស្មើនឹង ដក 1 អញ្ចឹងយកអ៊ុយ0ស្មើដក 1 នេះយកទៅចំនួននៅក្នុងនេះមកយើងបានអ៊ុយ n ស្មើដក 1 ដក sigma p ស្មើ1រហូតដល់ n 1លើ p factorial អញ្ចឹងពិតណាកាលណាយើងបានប៉ុណ្ណេះពិតដែរអញ្ចឹងដូចនេះអ៊ុយ n របស់យើងគឺស្មើប៉ុណ្ណឹងបាទឥឡូវនេះយើងមកបន្តសំណួរខរបស់យើងទៀតសំណួរខគេឲ្យបង្ហាញថាគ្រប់ n ជារបស់ n ផ្កាយគេបានអ៊ុយ n នេះគឺស្ថិតនៅក្នុងចន្លោះពី0ទៅដល់ លើ n factorial រួចទាញថា limit ពេល n ខិតទៅជិតបូកអណន្តនៃកន្សោមដក sigma p ស្មើ0រហូតទៅដល់ n នៃ1លើ p factorial នេះស្មើ0អញ្ចឹងគេថាចំពោះគ្រប់ t ជារបស់ចន្លោះ0 1ឬក៏យើងអាចសរសេរមួយយ៉ាងទៀតថា t នៅចន្លោះ0 1ចេះដោយប្រើសញ្ញាវិសមភាពចេះក៏បានប្រើជាលក្ខណៈចន្លោះក៏បានដែរជារបាំងបិទចេះក៏បានឬក៏ជាវិសមភាពចេះក៏បានអញ្ចឹងនោះគេបាន0ទៅជាស្មើ1ដក t ស្វ័យគុណ n ទៅជាស្មើ1អញ្ចឹងមានន័យថា t ឲ្យតែស្ថិតនៅក្នុងចន្លោះ0 1នេះធ្វើឲ្យកន្សោម1ដក t ស្វ័យគុណ n នេះនៅតែរក្សានៅស្ថិតនៅក្នុងចន្លោះ0 1ដែរគឺវាអត់ប្រែប្រួលទេឲ្យតែ t ស្ថិតនៅក្នុងចន្លោះ0 1ចឹងកន្សោមនេះ1ដក t ស្វ័យគុណ n នេះរក្សានៅក្នុងចន្លោះ0 1ចំពោះគ្រប់ n ជារបស់ n ផ្កាយអញ្ចឹងយើងគុណអង្គទាំង3នឹងសេគុណ t មកគេបាន0ទៅជាស្មើ1ដក t សេគុណ n សេគុណ t ទៅជាស្មើសេគុណ t នោះអញ្ចឹងយើងបំពាក់ integral ចន្លោះកំណត់ចន្លោះពី0ទៅ1ហ្នឹងបន្ទាប់មកគុណអង្គទាំង3នឹង1លើ n factorial គុណមកយើងបានប៉ុណ្ណេះបានប៉ុណ្ណឹងហើយអញ្ចឹងអានេះគឺជាទូអ៊ុយ n អានេះទូអ៊ុយ n អញ្ចឹងគេបាន0ទៅជាស្មើអ៊ុយ n ទៅជាស្មើលើ n factorial ព្រោះអីព្រោះអាប្រព័ន្ធនេះស្មើគេព្រោះ integral កំណត់ពី0ទៅ1សេគុណ t dt នេះវាស្មើសេគុណ t កំណត់ពី0ទៅ1ស្មើនឹងដក 1អញ្ចឹងអាដក 1 នេះគឺតូចជាងស្មើតូចជាងស្មើអញ្ចឹងយើងយកវាទៅជួសកន្លែងនេះមកអញ្ចឹងបានលើ n factorial អញ្ចឹងដូចនេះគ្រប់ n ជារបស់ n ផ្កាយអ៊ុយ n ស្ថិតនៅក្នុងចន្លោះ0ដល់លើ n factorial បាទឥឡូវយើងមកមើលចំណុចចុងក្រោយរបស់យើងគឺម្យ៉ាងទៀតយើងមានគ្រប់ n ជារបស់ n ផ្កាយអ៊ុយ n គឺស្ថិតនៅក្នុងចន្លោះពី0រហូតដល់លើ n factorial ចា៎នេះគ្រាន់តែជាសម្រាយខាងលើមិញហ្នឹងដែលយើងបានស្រាយបញ្ជាក់រួចមកហើយអញ្ចឹងនៅពេលដែល n ខិតទៅរកបូកអនន្តនោះនាំឲ្យលើ n factorial នេះខិតទៅរក0អញ្ចឹងគេទាញបាន limit n ខិតទៅរកបូកអនន្តនៃ
UN ស្មើ0ដោយសារតែយើងដឹងថា UN នេះគឺវាស្ថិតនៅក្នុងចន្លោះពី0រហូតដល់ លើ n factorial ហើយយើងដឹងថា limit គោលក្រោមក៏0 limit គោលលើក៏0អញ្ចឹងគេទាញបាន limit នៃតួ UN ដែលស្ថិតនៅក្នុងចន្លោះកណ្ដាលនេះក៏វាមាន limit 0ដែរអញ្ចឹងតាមសម្រាយខាងលើសំណួរកយើងមាន UN ស្មើ ដក1ដក sigma p ស្មើ1រហូតដល់ n នៃ1លើ p factorial វាស្មើនឹង ដក sigma p ស្មើ0រហូតដល់ n នៃទូ1លើ p factorial អញ្ចឹងអានេះយើងបដូរទៅ p ស្មើ0វិញដោយសារយើងបញ្ចូលតួដក1នេះចូលទៅក្នុងផលបូកនេះចានេះយកចាប់ពី1ទៅកាលណាយើងបន្ថែមតួដក1នេះមួយទៀតអញ្ចឹងយើងត្រូវយក p ស្មើ0វិញយើងយក p ចាប់ពី0ទៅវិញអញ្ចឹងបន្ទាប់ពីយើងសរសេរបានប៉ុណ្ណេះហើយយើងបំពាក់ limit លើអង្គសងខាងទៅយើងបានប៉ុណ្ណេះតែយើងដឹងថា limit n ខិតទៅរកបូកអណន្តនៃទូ n គឺស្មើ0អញ្ចឹងគេទាញបាន limit ម្ដុំប៉ុណ្ណេះគឺស្មើ0ដែរអញ្ចឹងដូចនេះ limit n ខិតទៅរកបូកអណន្តនៃបន្សោមដក sigma p ស្មើ0រហូតដល់ n នៃ1លើ p factorial នេះគឺស្មើ0បាទអញ្ចឹងវីដេអូរបស់ខ្ញុំត្រូវបានបញ្ចប់ត្រឹមនេះបាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំរហូតតាំងពីដើមរហូតមកដល់ចប់បាទសូមអរគុណ